anh Zaragoza cắt bao trốn thắng sớm goal 1-0បាទសុទ្ធបញ្ចូលទីដោយខ្សែប្រយុទ្ធកម្លាំងថ្មីបាទគឺ Williot បាទខ្សែប្រយុទ្ធរបស់សញ្ជាតិស៊ុយអែតបាទដោយសារតែឃើញថា Pablo Duran បាទកាលពីវគ្គទី1គាត់មានឱកាសច្រើនជាងគេប៉ុន្តែមិនអាចសម្រេចគោលដៅបានបាទមិនអាចសុទ្ធបញ្ចូលទីបានគ្រូបង្វឹកបាទក៏ផ្លាស់ប្ដូរយុទ្ធសាស្ត្របាទលោក Girardes បាទគឺគាត់សម្រេចចិត្តបដូរដាក់កីឡាករសញ្ជាតិស៊ុយអែតបដូរចូលមកបាទការបដូរចូលនេះបាទពិតជាត្រឹមត្រូវមែនបាទការសម្រេចចិត្តបដូរចូលរបស់គាត់ហើយអ្នកដែលបញ្ជូននេះគឺអត់មាននរណាក្រៅទៅពី Brian Zaragoza ទេបាទអ្នកដែលបង្កើតឱកាសបានច្រើនណាស់បាទកាលពីតង់ទី1នេះគឺគាត់នេះឯងឥឡូវអស់ហើយបាទសម្រាប់ Real Madrid យ៉ាងម៉េច Real សួស្តីបងប្អូនយើងចូលមកក្រោយផងបាទយើងមកទស្សនារូបភាពយឺតបាទបច្ចេកទេសនៃការផាយកែងនេះបាទគឺស្អាតមែនទែនបាទពី Williot ណែបាទផុតបាទបាល់នេះមិនទទួលអ្នកចាំទីបានទេអំបោទៀតហើយបាទទៀតបាទ11ទល់នឹង9អ្នករួចចូលក្នុងប្រអប់ Williot កាប់ថែបស្ដាម2ទល់នឹង0បាទ Celta de Vigo បាទពួកគេអាចរកគ្រាប់បាល់ទី2បាននៅមុខមកលើក្រុមបាល់ទាត់ Atletico Real Madrid បាទអូបាទការបដូរចូលបាទពីសំណាក់បាទគ្រូបង្វឹករបស់ក្រុមបាល់ទាត់ Celta de Vigo បាទលោក Claudio បាទ Girardes បាទពិតជាធ្វើបានយ៉ាងល្អទស្សនិកជនហើយបាទដោយ Williot នេះបាទគឺគាត់បដូរចូលមកគឺ change game តែម្ដងបាទផ្លាស់ប្ដូរស្ថានភាពដែលតាំងបាទកាលពីវគ្គទី1 0ទល់នឹង0បាទគ្រាន់តែបដូរ Williot បាទជំនួសកីឡាករ Pablo បាទ Duran មកបាទគឺគាត់អាចរកគ្រាប់បាល់នៅមុខបាទ1ទល់0មកលើ Real Madrid បាទកាលពីនាទីទី53យើងមកមើលចុះបាទការលេងយ៉ាងស្អាតពី Williot បាទគាត់ស្រួលមកស្រាំហើយក៏កັບបន្តិចសិនបាទពីកីឡាករ Duran ហើយក៏ផ្ទះមកពី Go ប៉ះបាទគៀសដាច់ជើងគេដាក់ចាំទី Williot easy បាទល្អពេកហើយ Williot បាទបដូរចូលទេបាទតែសុទ្ធបានដល់ទៅ2គ្រាប់នេះឯងអត់ទាស់បាទបាញ់បាល់វែងមកចាប់ជាប់ពីអ្នកចាំទីធីមកូទ័របាទបន្ទោអ្នកចាំទីបានទេបាទគ្រាប់បាល់ទី2នេះគឺដាច់អស់ហើយបាទអបអសាទរបាទ3បន្ទុកបាទសម្រាប់ក្រុមបាល់ទាត់ Celta de Vigo បាទសោកស្ដាយសម្រាប់ក្រុមបាល់ទាត់ Atletico Real Madrid បាទចាញ់ក្នុងដីបាទមកនេះគឺបាទបានចាញ់ក្រុមបាល់ទាត់ AT បាទឥឡូវនេះមកចាញ់ក្រុមបាល់ទាត់បាទ Celta de Vigo ប្រកួតមុនឈ្នះបាទវាលបាវតែមុននឹងឈ្នះវាលបាវបាទគឺស្មើដល់ទៅ3ប្រកួតជាប់គ្នាណាបងប្អូនយើងបាទនៅលីកកំពូលអេស្ប៉ាញ La Liga បាទអត់អីទេកូនអ្នកកសិករបាទគេធម្មតាយកកម្លាំងធ្វើការបាទ Real បាទគឺគាត់នៅតែឈរនៅលេខរៀងទី2ដដែលបាទមាន36បន្ទុកបាទអញ្ចឹងគឺត្រូវឆ្ងាយគម្លាតបាទពីក្រុមបាល់ទាត់ Barcelona បាទគឺចំនួន4បន្ទុកបាទស្របពេលដែល Villarreal បាទក៏មិនទាន់មានការប្រកួតដែរបាទ Villarreal ទៅលេងបាន15ប្រកួតទេបាទអញ្ចឹង Villarreal ក៏គាត់នៅសល់ការប្រកួតចំណេញនៅក្នុងដៃមួយប្រកួតទៀតអញ្ចឹងប្រសិនបើសិនជា Villarreal ឈ្នះបាទ Villarreal នឹងមាន38បន្ទុកបាទដូច្នេះពួកគេនឹងហក់មកឈរនៅលេខរៀងបាទគឺទី2វិញបាទខ្សែប្រយុទ្ធបាទគឺ Borja Elizalde បាទជាអ្នកទទួលបានជា Player of the Match ឬក៏បាទ Match MVP បាទខ្ញុំគិតថាទំនងថាជាបាទអ្នកចាំទីបាទអាចនឹងទំនងជា Man of the Match ទំនងជាងណាបាទសម្រាប់ថាចង់ឲ្យបាទ Real ចាញ់បាទដូចបំណងហើយបងប្រុសបាទផ្ញើជូនបងប្អូនដែលជាបាទអ្នកទស្សនា